ស្វាគមន៍មកកាន់ Flash News អន្តរជាតិពិតជាខ្លាំងមែនខែការពារដែនអាកាសឡាហ្សេ Iron Ram កម្លាំង 100000 វ៉ាត់ដំបូងអស់លើលោកត្រូវបានអ៊ីស្រាអែលអូសចេញមកប្រើប្រាស់ហើយដោយវាបានក្លាយជាឧបករណ៍ប្រឆាំងយានគ្មានមនុស្សបើកដំបូងគេបង្អស់លើពិភពលោកដែលអាចបាញ់ទម្លាក់គ្រាប់រ៉ុកែតកាំភ្លើងត្បាល់និងវត្ថុគំរាមកំហែងផ្សេងទៀតនៅលើអាកាសអ៊ីស្រាអែលបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសឡាហ្សេ Iron Ram កម្លាំងដ៏មហិមានេះជាលើកដំបូងកាលពីថ្ងៃអាទិត្យដើម្បីបំពេញបន្ថែមនៅចន្លោះខ្វះខាតរបស់ប្រព័ន្ធការពារដែនអាកាស Iron Dome David Sling និង Arrow ជាដើមក្រោយតួអង្គដ៏សំខាន់ទាំង3នេះធ្លាប់ផ្លាត់ស្នៀតបណ្ដោយឲ្យកំពូលមីស៊ីលរបស់អេរ៉ុងបុកទម្លុះបានសម្រេចអំឡុងសង្គ្រាម12ថ្ងៃកាលពីខែមិថុនាក្នុងកម្លាំង 100000 វ៉ាត់ Iron Ram បានក្លាយទៅជាអាវុធឡាហ្សេគ្មានគូប្រៀបនៅលើពិភពលោកដែលចំណាយអស់តិចក៏ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបាញ់ទម្លាក់វត្ថុគំរាមកំហែងនានានៅលើអាកាសយោងតាមការប្រកាសជាផ្លូវការរបស់អ៊ីស្រាអែលបានបង្ហាញថាប្រព័ន្ធការពារដែនអាកាសកាំរស្មី Iron Ram នេះបានស្ទាក់ចាប់គ្រាប់រ៉ុកែតកាំភ្លើងត្បាល់និងដ្រូននានាបានដោយជោគជ័យអំឡុងពេលសាឡបងនាពេលកន្លងមកក្រសួងការពារជាតិអ៊ីស្រាអែលបានលើកឡើងថាបេះដូងដ៏សំខាន់របស់ខែលការពារដែនអាកាសឡាហ្សេ Iron Ram នេះគឺប្រភពឡាហ្សេកម្រិតខ្ពស់និងប្រព័ន្ធកំណត់គោលដៅអេឡិចត្រូនិកអុបទិកមានមួយគ្មានពីរដែលអនុញ្ញាតឲ្យមានការស្ទាក់ចាប់គោលដៅជាច្រើនប្រភេទនៅលើអាកាសជាមួយនឹងភាពជាក់លាក់និងមានប្រសិទ្ធភាពខ្ពស់លើសពីនេះទៅទៀតនោះវាដំណើរការក្នុងតម្លៃសមរម្យប៉ុន្តែផ្ដល់អត្ថប្រយោជន៍ច្រើនដូច្នេះមានតែរងចាំមើលបន្តទៀតទេថាតើពេលមានសង្គ្រាមជាក់ស្ដែងវាខ្លាំងកម្រិតណានោះបណ្ដារដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍នឹងត្រូវប្រឈមនឹងការលំបាកក្នុងការដោះស្រាយបញ្ហាដើរថយក្រោយនៃសេដ្ឋកិច្ចក៏ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងតែឡើងកម្ដៅនៅក្នុងឆ្នាំ2026នេះដោយប្រទេសមួយចំនួននៅក្នុងតំបន់នេះនឹងត្រូវប្រឈមនឹងអស្ថិរភាពនៅក្នុងស្រុកកាន់តែខ្លាំងចំពេលមានមន្ទិលកាន់តែខ្លាំងឡើងអំពីបញ្ហាថាតើនយោបាយអាចដោះស្រាយបញ្ហាប្រឈមទាំងនោះបានដែរឬក៏អត់នេះបើយោងតាមអ្នកវិភាគមួយចំនួនក្រុមអ្នកវិភាគបានលើកឡើងបន្តថារដ្ឋាភិបាលនានានៅអាស៊ីអាគ្នេយ៍នឹងពុះពៀរក្សាកំណើនសេដ្ឋកិច្ចដែលប្រឈមនឹងការថមថយជាសកលនិងការកើនឡើងនៃការចំណាយដែលបង្កឡើងដោយការដំឡើងពន្ធគយពីសំណាក់សហរដ្ឋអាមេរិកក៏ដូចជាការប្រែប្រួលពាណិជ្ជកម្មផងដែរឆ្នាំនេះគឺបានចាប់ផ្ដើមដោយរបបយោធាមីយ៉ាន់ម៉ាបានរៀបចំការបោះឆ្នោតដំណាក់កាលដែលអ្នកខ្លះក្នុងសហគមន៍អន្តរជាតិមើលឃើញថាធ្វើឡើងឲ្យតែបានដោយសារតែគណៈបកប្រឆាំងសំខាន់មិនបានចូលរួមភ្នាក់ងារសារព័ត៌មានរយទ័របានរាយការណ៍ថាការបោះឆ្នោតគឺបានចាប់ផ្ដើមនៅថ្ងៃទី28ខែធ្នូឆ្នាំ2025នៅក្នុងក្រុងចំនួន202ហើយនៅបន្តនៅថ្ងៃទី11ខែមករានៅក្រុងចំនួន100នៅថ្ងៃទី25ខែមករានៅក្នុងក្រុងចំនួន63ដែលជារួមមកការបោះឆ្នោតទាំង3ដំណាក់កាលនេះគឺគ្របដណ្ដប់ក្រុងចំនួន265នៅក្នុងចំណោមក្រុងសរុបចំនួន330អ្នកវិភាគខ្លះបានចាត់ទុកថាការបោះឆ្នោតនេះគឺជាមធ្យោបាយមួយសម្រាប់យោធានៅក្នុងការពង្រឹងអំណាចរបស់ខ្លួនបន្ទាប់ពីមីយ៉ាន់ម៉ាគឺថៃដោយការបោះឆ្នោតសកលរបស់ប្រទេសថៃគឺនៅថ្ងៃទី8ខែកុម្ភៈប្រជាជនថៃនឹងបោះឆ្នោតដើម្បីស្ដារភាពរញ៉េរញ៉ៃផ្ទៃក្នុងឡើងវិញបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនជាមួយនឹងកម្ពុជានិងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញនៅម៉ាឡេស៊ីនឹងមានការស្ទង់មតិដើម្បីស្ទាបស្ទង់អំពីការតស៊ូនិងស៊ូទ្រាំនៃរដ្ឋាភិបាលរួបរวมដ៏ផុយស្រួយរបស់នាយករដ្ឋមន្ត្រីអាន់វ៉ាអាប់រ៉ាហ៊ីមនិងបង្ហាញអំពីភាពតានតឹងដែលមិនទាន់ដោះស្រាយនៅក្នុងចំណោមដៃគូចម្រុះអ្នកវិភាគបន្ថែមថានៅប្រទេសឥណ្ឌូនេស៊ីប្រធានាធិបតីប្រាបូវូប្រឈមនឹងការសាកល្បងនៃការជឿទុកចិត្តពីសំណាក់សាធារណជនបន្ទាប់ពីមានបញ្ហាប្រឈមនៅក្នុងការគ្រប់គ្រងវិបត្តិនិងឧបសគ្គសេដ្ឋកិច្ចប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាសម៉ាដូរ៉ូបានលើកឡើងកាលពីថ្ងៃប្រហ័សថាលោកបើកបេះដូងពិភាក្សាជាមួយសហរដ្ឋអាមេរិកជុំវិញរឿងជួញដូរគ្រឿងញៀននិងប្រេងបន្ទាប់ពីអាមេរិកបើកយុទ្ធនាការដាក់សម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលរបស់លោកនៅក្នុងប្រមាណសប្តាហ៍ជាប់គ្នាមកនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋវេណេស៊ុយអេឡាលោកម៉ាដូរ៉ូបាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយនឹងសហរដ្ឋអាមេរិកនៅកន្លែងណាក៏បាននៅពេលណាក៏បានដែរតាមចិត្តរបស់អាមេរិក
បើទោះបីជាយ៉ាងណាក៏ដោយលោកបានកិច្ចវេះមិនឆ្លើយសំណួរដែលគេសួរអំពីរឿងដែលលោកប្រធានាធិបតីដូណាល់ត្រាំនិយាយថា CIA អាមេរិកបានវាយប្រហារកំពង់ផែមួយកន្លែងនៅវេណេស៊ុយអេឡានោះឡើយការបើកបេះដូងនិងបន្ទន់ជំហររបស់លោកម៉ាដូរ៉ូគឺកើតមានឡើងគណៈកងកម្លាំងអាមេរិកកំពុងតែកំណត់គោលដៅលើនាវាដែលពួកគេសង្ស័យថាបានរត់ពន្ធគ្រឿងញៀនឆ្លងកាត់សមុទ្រការ៉ាប៊ីននិងប៉ាស៊ីហ្វិកនៃភាគខាងកើតចូលទៅក្នុងទឹកដីអាមេរិកនៅក្នុងរយៈពេល3ខែកន្លងមកនេះសរុបមកមានការវាយប្រហាររហូតដល់ជាង30លើកលើទូកសង្ស័យដឹកគ្រឿងញៀនដែលជាផ្នែកមួយនៃសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនរបស់រដ្ឋាភិបាលរបស់លោកដូណាល់ត្រាំដោយនៅក្នុងនោះមានមនុស្សជាង110នាក់ត្រូវបានសម្លាប់បើគិតចាប់តាំងពីពេលអាមេរិកធ្វើការវាយប្រហារលើកដំបូងលើទូកនៅក្នុងដែនសមុទ្រអន្តរជាតិកាលពីថ្ងៃទី2ខែកញ្ញាកន្លងមកនេះការវាយប្រហារចុងក្រោយបំផុតបានកើតមានឡើងកាលពីថ្ងៃពុធនៅពេលដែលទូក2គ្រឿងត្រូវបានគេចោទប្រកាន់ថាដឹកគ្រឿងញៀនត្រូវបានវាយប្រហារដោយបណ្ដាលឲ្យមនុស្សលើទូកនោះចំនួន5នាក់បានស្លាប់នេះបើយោងតាមយោធាអាមេរិកសូមបញ្ជាក់ថានេះពេលកន្លងមកនេះលោកម៉ាដូរ៉ូតែងតែចោទប្រកាន់អាមេរិកថាយកបញ្ហាគ្រឿងញៀនគ្រាន់តែជាលេសដើម្បីបនអាកាសគ្រប់គ្រងអណ្ដូងប្រេងរបស់ខ្លួនដ៏មហាសាលនៅវេណេស៊ុយអេឡាតែប៉ុណ្ណោះភាពចលាចលដែលកំពុងតែឡើងកម្ដៅនៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានរាយការណ៍ថាបានឆក់យកជីវិតមនុស្សកាន់តែច្រើននៅថ្ងៃទី5នៃការតវ៉ានៃវិបត្តិសេដ្ឋកិច្ចនិងការចំណាយខ្ពស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃទីភ្នាក់ងារសារព័ត៌មាន FAIR ពាក់កណ្ដាលផ្លូវការនិងក្រមសិទ្ធិមនុស្សបានលើកឡើងថាមានមនុស្ស2នាក់បានស្លាប់ដំឡងពេលដែលប៉ះទង្គិចគ្នារវាងក្រុមបាតកោនិងកងកម្លាំងសន្តិសុខនៅក្នុងទីក្រុង Lot de Gan នៃភាគនិរដីនៃប្រទេសអ៊ីឡង់ FAIR បានរាយការណ៍ថាមនុស្ស3នាក់បានស្លាប់នៅក្នុងទីក្រុង Asna និងម្នាក់ទៀតនៅក្នុងទីក្រុង Kudas ដែលជាទីក្រុងទាំងពីរនេះគឺស្ថិតនៅភាគខាងលិចនៃប្រទេសកាលពីថ្ងៃប្រហោះមានវីដេអូបានបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញអំពីរថយន្តឆេះនៅក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាដ៏សាហាវរវាងបាតកោនិងកងកម្លាំងសន្តិសុខបាតកោជាច្រើនអ្នកគឺបានអំពាវនាវឲ្យបញ្ឈប់ការគ្រប់គ្រងរបស់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ហើយអ្នកខ្លះក៏បានអំពាវនាវឲ្យមានរបបរាជានិយមឡើងវិញផងដែរប្រព័ន្ធផ្សព្វផ្សាយដាច់ដោយឡែកមួយទៀតបានរាយការណ៍ថាសមាជិកម្នាក់នៃកងកម្លាំងសន្តិសុខដែលមានទំនាក់ទំនងជាមួយនឹងឆ្មាំបដិវត្តអ៊ីរ៉ង់ដែលហៅកាត់ថា IRGC ក៏បានបាត់បង់ជីវិតដែរនៅក្នុងការប៉ះទង្គិចគ្នាជាមួយអ្នកតវ៉ាកាលពីថ្ងៃពុធនៅក្នុងទីក្រុង Gosdas ហើយនៅក្នុងខេត្តមួយដែលមានឈ្មោះថា Lorestan ផងដែរនៅភាគខាងលិចហើយសាលារៀននិងសាកលវិទ្យាល័យនិងស្ថាប័នសាធារណៈក៏ត្រូវបានបិទទូទាំងប្រទេសកាលពីថ្ងៃពុធសបាយคล้ายជាទុកការស្វែងរកសាច់ញាតិដែលជាប់នៅក្នុងភ្លើងឆេះបាននៅក្នុងតំបន់រមណីយដ្ឋានជីស្គីនៅក្នុងប្រទេសស្វីសនៅថ្ងៃឆ្លងឆ្នាំសកលកំពុងតែបន្តបន្ទាប់ពីមានមនុស្សប្រហែលជា40នាក់បានស្លាប់និង115នាក់បានរងរបួសក្រុមមន្ត្រីជំនាញបានឲ្យដឹងថាវាអាចចំណាយពេលជាច្រើនថ្ងៃឬក៏ច្រើនសប្តាហ៍ដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់ខណៈមនុស្សចំនួន60នាក់កំពុងតែទទួលការថែទាំនៅមន្ទីរពេទ្យនៅក្នុងទីក្រុងហ្សេអនជាមួយនឹងការព្យាបាលបន្ថែមទៀតនៅក្នុងកន្លែងទៀតផងហើយអ្នករងរបួសមួយចំនួនកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរប្រធានាធិបតីស្វីសគឺលោក Guy Parmelin បានមានប្រសាសន៍ថាអគ្គិភ័យឆាបឆេះបាននេះគឺជាសោកនាដកម្មដ៏អាក្រក់មួយដែលប្រទេសស្វីសមិនដែលជួបប្រទះទេយោងទៅតាមសាក្សីខ្លះបានឲ្យដឹងថាធូបកំជ្រួចគ្រូកំណើតចងជាប់ទៅនឹងលើដបស្រាសំប៉ាញគឺជាដើមចមដែលធ្វើឲ្យឆេះពីដានរួចក៏រៀលដាលជាសោកនាដកម្មដ៏អាក្រក់បំផុតនេះប៉ុន្តែបើទោះបីជាយ៉ាងណាក្រុមអ្នកជំនាញកំពុងតែបើកការស៊ើបអង្កេតបន្តហើយសូមអរគុណសម្រាប់ការតាមដាន Flash News អន្តរជាតិ